នេះភ្ញៀវរបស់ខ្ញុំគឺថាឆេះដុំខ្លាំងតែម្ដងហើយគាត់មិនមែនឆេះដុំជាមួយខ្ញុំទេណាគឺឆេះដុំជាមួយថៅកែរបស់ខ្ញុំហើយគាត់ថាគាត់បានណាត់ជាមួយខ្ញុំត្រឹមត្រូវហេតុអីក៏ណាត់លើកណាក៏គាត់អត់ដែលបានខ្ញុំដែរតែខ្ញុំនៅតែធ្វើឲ្យគាត់ដដែលដោយសារអីគឺខ្ញុំធ្វើដៃកូននឹងហើយកូននឹងគឺណាត់ជាមួយខ្ញុំម៉ោង10ហើយគាត់មកម៉ោង9កន្លះដោយសារតែថ្ងៃហ្នឹងខ្ញុំទៅហាង early ម៉ោង8:45ខ្ញុំមានភ្ញៀវអញ្ចឹងទៅខ្ញុំទៅធ្វើភ្ញៀវរបស់ខ្ញុំហ្នឹងឲ្យហើយដែលគាត់មានណាត់ប្រជុំម៉ោង9:40អញ្ចឹងគាត់ណាត់ខ្ញុំឲ្យខ្ញុំទៅជួយគាត់ម៉ោង8:45ខ្ញុំក៏ទៅជួយធ្វើគាត់ទៅព្រោះខ្ញុំមិនមែនជាមនុស្សម្នាក់ដែលល្អឯង early morning អីទេប៉ុន្តែភ្ញៀវហ្នឹងគឺទឹកតែល្អបន្ទាប់មកទៀតខ្ញុំធ្វើគាត់ហើយកូនហ្នឹងក៏មកដល់ធ្វើដៃជើងសម្រាប់ដៃជើងកូនហ្នឹងគឺ115ហើយភ្ញៀវនេះភ្ញៀវដែលខ្ញុំកំពុងតែធ្វើហ្នឹងគឺថាគាត់ឆេះឈួលឆាវហ្មងគាត់ថាហេតុអីក៏ពេលណាត់ខ្ញុំម្ដងពិបាកជាងឡើងភ្នំភ្លើងអញ្ចឹងហើយគាត់បានទេណាត់ខ្ញុំច្បាស់កន្លែងហេតុអីក៏មេរបស់ខ្ញុំអត់ដាក់គាត់អញ្ចឹងមេរបស់ខ្ញុំបានប្រាប់គាត់ថាអូខេហើយគាត់បាន call confirm ទៀតថាគាត់ត្រូវតែជួបខ្ញុំថ្ងៃហ្នឹងមេរបស់ខ្ញុំមកយេប៉ុន្តែចុងបញ្ចប់គឺគាត់អត់បានជួបខ្ញុំទេខ្ញុំថាខ្ញុំអត់ឃើញអ្នកឯងនៅក្នុងonline ទេអត់មានហ្មងហើយខ្ញុំថាបើអ្នកឯងអត់ជឿទេទៅមើលនៅក្នុងកុំព្យូទ័រគាត់ថាគាត់ជឿខ្ញុំប៉ុន្តែអ្វីដែលគាត់មិនអស់ចិត្តគឺមេរបស់ខ្ញុំគាត់ថារាល់ថ្ងៃគាត់មកហាងហ្នឹងគឺដោយសារតែខ្ញុំនៅធ្វើការនៅហ្នឹងបើសិនជាអត់មានខ្ញុំក៏គាត់ឈប់មកដែរបើធ្វើដូចមេខ្ញុំគាត់ថាប្រកាសជាបាត់បង់ភ្ញៀវហើយព្រោះអត់មានអ្នកណាសប្បាយចិត្តទេនៅពេលដែលគេចង់បាននរណាម្នាក់គេពេញចិត្តនរណាម្នាក់ធ្វើកញ្ចក់ឲ្យគេគឺគេចង់បានអ្នកនឹងតែម្ដងគេមិនចង់ទៅអ្នកនេះអ្នកនោះទេហើយមេរបស់ខ្ញុំគាត់អត់ខ្វល់ទេបងប្អូនដឹងស្រាប់ហើយបងប្អូនជនជាតិវៀតណាមឲ្យតែភ្ញៀវដាក់ពេញទៅកូនជាងណាធ្វើក៏បានដែរគេអត់ខ្វល់ទេហើយខ្ញុំក៏ប្រាប់គាត់ថាបើអ្នកឯងអត់សប្បាយចិត្តទេអ្នកឯងអាចយក Instagram ខ្ញុំឬក៏យក Facebook ខ្ញុំឬក៏យកលេខទូរស័ព្ទខ្ញុំអញ្ចឹងពួកយើងក៏បាន connect គ្នាតាម Instagram ទៅថ្ងៃក្រោយវាងាយស្រួលសម្រាប់គាត់ហើយក៏ងាយស្រួលសម្រាប់ខ្ញុំផងដែរ